កាលពីវីដេអូមុនបងប្អូនបានរៀនរួចមកហើយនៅនិយមន័យថាអ្វីទៅគឺជាសព្វនាមមានប្រមាណប្រភេទហើយយើងបានរៀនមួយប្រភេទហើយគឺអីគេ personal pronouns អញ្ចឹង personal pronouns បែងចែកទៅជាពីរទៀត subject pronouns និង object pronouns ហើយ subject pronouns មាន7នេះ I we you they he she it អញ្ចឹងបងប្អូនមើល subject pronouns មានន័យថាជាសព្វនាមប្រធានបងប្អូនត្រូវយល់កន្លែងហ្នឹងថាស្អីគេជាប្រធានមានន័យថាអ្នកធ្វើសកម្មភាពនិយាយឲ្យស្រួលយល់ណាអ្នកធ្វើសកម្មភាពឥឡូវឧទាហរណ៍ថាខ្ញុំនិយាយថា I speak English អញ្ចឹងអ្នកធ្វើសកម្មភាពនិយាយអង់គ្លេសគឺ I អញ្ចឹង I ហ្នឹងដែលជាប្រធានអញ្ចឹងអា7ហ្នឹងគេប្រើវាដើម្បីធ្វើជាអ្នកធ្វើសកម្មភាពបងប្អូនតនេះឧទាហរណ៍ថា we are learning English យើងកំពុងរៀនភាសាអង់គ្លេសអ្នកណាកំពុងធ្វើសកម្មភាពរៀនហ្នឹងគឺ we ឃើញទេអញ្ចឹងយើងអត់ប្រើអា object pronouns នោះទេយើងអត់ទាន់និយាយអានោះទេអញ្ចឹងដែលហៅថា subject ឬក៏ភាសាខ្មែរថាប្រធានហ្នឹងមានន័យថាអ្នកធ្វើសកម្មភាពខ្ញុំយំយើងយំអ្នកយំពួកគេយំគាត់យំនាងយំវាយំអីចឹងទៅឃើញទេវាជាអ្នកធ្វើសកម្មភាពនោះហើយឲ្យឈ្មោះថាប្រធានអញ្ចឹង subject pronouns សព្វនាមប្រធានមាន7ហ្នឹង I we you they he she it ឥឡូវខ្ញុំចង់បញ្យល់បងប្អូនអំពីបុរសពាក្យថាបុរសហ្នឹងមិនមែនសំដៅទៅលើមនុស្សប្រុសទេគឺសំដៅទៅលើពាក្យហ្នឹងសម្គាល់ថាជាអ្នកទីប្រមាណនិយាយអាហ្នឹងគេហៅបុរសហើយឧទាហរណ៍ថា I និង we ជាបុរសទី1បងប្អូនស្គាល់បុរសទី1បុរសទី1មានន័យថាជាអ្នកដែលនិយាយចេញពីខ្លួនឯងឧទាហរណ៍ខ្ញុំនិយាយខ្ញុំហ្នឹងគឺជាបុរសទី1ឃើញអត់បងប្អូនអ្នកនិយាយបងប្អូនជាបុរសទី1ឲ្យតែនិយាយចេញពីខ្លួនឯងទៅអាហ្នឹងបុរសទី1ហើយបុរសទី1ឯកវចនៈគឺ I បរោះទី1ពហុវចនៈគឺ we អញ្ចឹងមានន័យថាចាប់ពី2នាក់ទៅឡើងទៅគេប្រើ we ហើយឲ្យតែនិយាយចេញពីខ្លួនយើងទៅអាចជាក្រុមអាចជាអ្នកតំណាងក្រុមអីចឹងទៅឥឡូវបងប្អូនកំពុងតែមើលវីដេអូខ្ញុំប្រើពាក្យ I ខ្ញុំមិនប្រើពាក្យ we ទេពីព្រោះខ្ញុំតែម្នាក់ឯងអញ្ចឹងខ្ញុំនិយាយចេញពីខ្លួនខ្ញុំទៅអញ្ចឹងវាជាបរោះទី1ហើយបើខ្ញុំមាន2នាក់ឧទាហរណ៍ថាខ្ញុំមានដៃគូម្នាក់ទៀតណាធ្វើវីដេអូអញ្ចឹងខ្ញុំនិយាយថា we ឃើញទេតំណាងក្រុមឬក៏សំដៅទៅលើមួយក្រុមហ្នឹងដែលនិយាយទៅកាន់បរោះទី2អាហ្នឹងហើយគេឲ្យឈ្មោះថាបរោះទី1ដល់ពេល you ជាបរោះទី2បរោះទី2បរោះដែលគេនិយាយទៅកាន់អ្នកដែលគេនិយាយទៅកាន់មិនសំដៅទៅលើតែមនុស្សប្រុសទេបងប្អូនណាបរោះកន្លែងហ្នឹងគឺជាមនុស្សដែលគេនិយាយទៅកាន់បរោះទី2កន្លែងហ្នឹងដូចខ្ញុំកំពុងតែនិយាយហ្នឹងនិយាយទៅកាន់បងប្អូនអ្នកមើលគឺជាបរោះទី2ហៅ you ណាអង់គ្លេសហើយអានេះក៏មាន2ដែរមានន័យថាឯកវចនៈឬក៏ពហុវចនៈបើឯកវចនៈមានន័យថាមួយតែម្នាក់ទេឧទាហរណ៍ថាខ្ញុំនិយាយទៅកាន់បុគ្គល B ខ្ញុំសន្ទនាគ្នាអញ្ចឹងខ្ញុំជាបរោះទី1បុគ្គល B ជាបរោះទី2អញ្ចឹង you ប្រើ you ប៉ុន្តែបើចាប់ពី2ឡើងទៅអានឹងវាចូល plural ហើយណាពហុវចនៈហើយ they he she it ជាបរោះទី3 they ក៏ជាបរោះទី3ប៉ុន្តែវាពហុវចនៈមានន័យថាវាចាប់ពី2ឡើងទៅអញ្ចឹងបរោះទី3គឺសំដៅទៅលើអីគេបរោះដែលគេលើកយកមកនិយាយអាចថាគាត់នៅកន្លែងហ្នឹងឬក៏អត់នៅចំពោះមុខយើងដែលយើងលើកមកនិយាយដើមអាហ្នឹងក៏ជាបរោះទី3ដែរឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំនិយាយពីឪពុករបស់ខ្ញុំអញ្ចឹងយើងប្រើសព្វនាម he គាត់មាននៅនឹងណាអាហ្នឹងលក្ខខណ្ឌទី1ជួនកាលលក្ខខណ្ឌទី2គាត់នៅនឹងប៉ុន្តែយើងនិយាយប្រាប់គេណាប្រាប់បរោះទី2ពីគាត់អញ្ចឹងបរោះទី3មានលក្ខណៈម៉េចមានន័យថាអ្នកណាមួយដែលគេលើកយកមកនិយាយនោះហើយគឺជាបរោះទី3លើកនិយាយពីឪពុកលើកនិយាយពីម្ដាយលើកនិយាយពីបងប្រុសឬក៏លើកនិយាយពីនរណាម្នាក់អញ្ចឹងបើម្នាក់យើងប្រើ he ឬក៏ she បើសិនជាប្រុស
he mà bà sân sấy she mà nó mà nè đọc về it sầm đai từ lơ vắt thâu rồi có sạt ấy chẳng đời chúng cá cái pra sầm rập tia ruộng đài nè về it này chấm nút tia ruộng đài đọc về đây ban từng off chạp bị pi lang từ vắt thâu mà nó sạt cả màn này lấy ô tô họ khiêm dây ta nhóm bằng riêng sạc pram nè đấy sạc pram nè bao giờ nè chẳng phải để khiêm pra sạc phần điểm cứ nhóm pra đây chấm nút sạc pram nè nó they are very good students ok cứ chia sẻ lò bông bông khơi nhá chẳng phải chạm nó biết bỏ ra thì bấy cứ chia mình nấu đại kê lơ giấc mất gì kê mình men thay được càn này kê lơ giấc mất giấy prap nè nè mà nè ấy chẳng đời nó ngay 2 tháng bỏ ra tí 7 chẳng sợ đọc một vành bỏ ra tí muối chân tí kruôn anh tử tại bỏ ra tí muối miền pì miền ái nâng vị bỏ ra tí pí paraแต่อยู่มวยได้บรรดาเวอาไอกวัจนะโบวัจนะดาเปเดฮิชิอิตชื่อบราติใบดาเปฮิชิอิตเนี่ยบราติใบแม่นบรรดาเวไอกวัจนะมีในได้จำนวนแต่มวยที่ดาเปเดจำนวนจะปีล้างเตอปราบานถึงอ๋อมนุษย์วัดเท้าสัตว์โดยยมเลิกลางมันยังขาดสักปรามเนี่ยนะเจ้าหน้ามนุษย์ว่าเขายืนยัยปีศาจน้องขยมเมียนสกายปีกบาวิชมัวtàu ní nâng tàu rau dân đời nè chẳng nhom pra đây mình man pra ít cô ấy sầm đại từ lớp bẹ hậu vách chân này nó hai cả hai sập điểm pro thiên hai nâng bỏ ra tí môi tí pi tí 7